ao nhung rơi thật lòng tư rụng riêng chiêu người còn với quả hiên sơ mái សួស្តីអ្នកនរគ្នាជំរាបសួរខ្ញុំសៃហ្វនខ្ញុំឈ្មោះលីតាអូខេអ្នកនរគ្នានេះខ្ញុំមកធ្វើ Q&A ពីអ្នកបងលីតានិយាយពីបទពិសោធន៍ជីវិតខ្លះៗដែលខ្ញុំចង់ចែកម្លែកទៅកាន់អ្នកនរគ្នាក៏ដូចជាបងប្អូនជំនាន់ក្រោយណអូខេប៉ុន្តែសំណួរដែលយើងបានមកនេះគឺខ្ញុំអត់ដឹងមុនទេស៊ីសងទៅកាមេរ៉ាមែនគាត់អ្នកសួរអញ្ចឹងណាអូខេឥឡូវ let's start តា សម្រាប់លេងមួយចាប់បានតែស្រីចំពីយុមែន អូយបើនិយាយពីខ្ញុំមុនណាបើនិយាយពីចាប់តាមតៃស្រីគឺលឿនណាតាំងពីអាយុ10ឆ្នាំជាងចូល15 16អីហើយព្រោះដោយសារតែបើពីខ្ញុំទៅអត់ដែលសូវស្គាល់ជីវិតបែប69ទេនេះខ្ញុំនិយាយមែនខ្ញុំក៏ស្គាល់ចាយយូរដែរអញ្ចឹងយើងដឹងហើយខ្ញុំអត់ដែលសូវស្គាល់ជីវិតបែប69ទេអញ្ចឹងបើសិនជាចាប់តាមតៃស្រីតាំងពី14 15 16អីនឹងឯងខ្ញុំប៉ុណ្ណឹងតែចាយម្ដងបើចាយវិញចាប់តាមចូលចិត្តតែងជាស្រីនឹងតាំងពីអាយុបើក៏ទៅឆ្នាំ2012គឺចាប់ផ្ដើមផ្លាស់ប្ដូរនឹងហ្មងខ្ញុំអត់ស្គាល់ជីវិតបែប69បែបតែស្គាល់តិចតួចហ្នឹងហើយដូចគ្នារបៀបអញ្ចឹងហ្នឹងហើយពីអ្នកខ្ញុំដូចគ្នាបើសិនជាក្រុមគ្រួសារវិញមិនដែលស៊ីគាត់តាំងពីដំបូងឡើយគាត់ support អត់គាត់នេះអីអត់និយាយទៅសម្រាប់គ្រួសារខ្ញុំវិញអត់ស្គាល់ទេអត់ចង់ឲ្យយើងនឹងខ្លាយខ្លួនទៅជាអញ្ចឹងណាព្រោះដឹងស្រាប់ហើយគាត់ខំប្រកាសមកជាកូនប្រុសហើយឲ្យដឹងស្រាប់ហើយគាត់ខំប្រកាសមកជាកូនប្រុសយើងសុកយើងទៅកែទៅជាស្រីហ្នឹងគឺគាត់ពិបាកទទួលយកខ្លាំងហ្មងហើយមួយទៀតសម្ពាធគ្រួសារនិងមជ្ឈដ្ឋានជុំវិញខ្លួនគឺការហ្នឹងគឺសម្ពាធខ្លាំងព្រោះពេលខ្ញុំចាប់ផ្ដើមតាំងជាស្រីទឹកអៅស្រីហ្នឹងគឺតាំងពីឆ្នាំ2012ជំនាន់ហ្នឹងបើសិនចាំបានដោយរបៀបរឿងអើងខ្លាំងខ្លាំងមែនតើហ្មងជាពិសេសក្រុមគ្រួសារអីបើសិនជានិយាយថាគាត់គ្រប់គ្រងខ្លាំងហ្មងក៏អត់ដែរភាគច្រើនគាត់អាចចំទាស់សិនអីប៉ុន្តែតរបៀបថាយើងជាកូនក្នុងនាមយើងជាកូនយើងអត់ដែរធ្វើអីប៉ះពាល់ដល់សង្គមក៏ដែរធ្វើប៉ះពាល់ដល់ក្រុមគ្រួសារបានគាត់ចាប់ផ្ដើមអូខេរៀងបង្ក្រាបចិត្តម្ដងតិចក្នុងការទទួលស្គាល់អីអញ្ចឹងណាអូខេសំណួរបន្ទាប់យឺតទេតានៅលើដងខ្លួនកាលហើយមុនកាយហើយនៅឆ្នាំណានៅលើដងខ្លួនកាយអីមុនគេបើនិយាយនៅលើដងខ្លួនកាយអីមុនគេបើខ្ញុំកាយច្រមុះកាយតាំងនៅរៀនពេលទៅ10អូ14អាយុ14 15ឆ្នាំធ្វើច្រមុះណាឡើងប៉ែតថារបៀបគាត់ចង់ឲ្យដល់មុនខ្ញុំជូនទៅទៅទៀតមកជូនអសុផតដែរមកចង់អសុផតរឿងកាយច្រមុះមួយគេចាំបាច់ចែងវិញបើចាយវិញម្ដងខ្លួនគឺកាយដាំទ្រុងមុនគេពេលហ្នឹងមុខអីអត់សូវអត់និយាយអត់ធ្វើអីទេព្រោះមុខពេលហ្នឹងស្អាតធម្មជាតិដែរចាប់ដើមគឺដាំទ្រុងហ្នឹងមកអូខេឥឡូវដល់សំណួរទី3សំទី3ចាប់ដើមកែការខ្លួនជំនាញស្រីរឿងដែលយើងកែទៅរកក្នុងមកខាងចាំវាចំណុចចាយមុនណានិយាយទៅបើចាប់ដើមតាំងជាស្រីហ្នឹងងដែលរំភើបជាងគេនោះគឺអាការភេទហ្នឹងហើយអូយរំភើបហ្នឹងនិយាយរួមទៅតាំងពីយើងក្មេងប្រុសរហូតដល់យើងបានសម្រេចកែភេទទៅជាមនុស្សស្រីនោះគឺជារឿងអស្ចារ្យមួយបំផុតឆ្លងកាត់គ្រប់សពបែបយ៉ាងហ្មងល្វិញជូរចត់អីគឺមានយើងទៅទ្រាំឈឺចាក់ទៀតបើយើងអាចកែភេទនឹងបានហើយអ្នកគេនិយាយថាតែអត់ឈឺទេនឹកកើម្ដងទៀតចឹងស៊ីនឹកកើម្ដងទៀតពីខ្ញុំទៅដូចគាត់ហ្នឹងអ្វីដែលរំភើបគឺការកាត់រោភេទរបៀបថាយើងឃើញខ្លួនឯងជាមនុស្សស្រីរបៀបថាអូយដូចយើងកើតមកម្ដងទៀតដូចយើងរបៀបអាក្តីសម័យដែលយើងធ្លាប់ពងតាំងពីយើងនៅក្មេងយើងរបៀបយើងឃើញខ្លួនឯងផ្សេងតែពេលយើងមកនេះយើងឃើញខ្លួនឯងបែបជានារីយើងអូនសុបាយចិត្តខ្លាំងសុបាយចិត្តខ្លាំងមកលោកតើអូនចូលសំណួរទី4សម្រាប់ខ្លួនឯងនៅក្នុងបច្ចុប្បន្នមិនតាន់តែជាមនុស្សស្រីហើយមួយទៀតបានកែប្រែជាមនុស្សស្រីតើកាត់ថាមុនណាមានការងារឱកាសល្អចូលមកច្រើននឹងនិយាយមុនណាចឹងបើសម្រាប់ខ្ញុំវិញខ្ញុំសុខចិត្តជ្រើសយកខ្លួនឯងក្នុងពេលឥឡូវឯងសម្រាប់ឥឡូវនេះគេស្គាល់ខ្ញុំឬក៏មានអ្នកស្គាល់ច្រើនដោយសារតែជា side phone ជារូបរាងបែបនេះតែបើសិនជាឲ្យខ្ញុំវិលត្រឡប់ទៅរូបរាងជាមនុស្សផងវិញខ្ញុំអត់ហ៊ានសម័យទេអត់ដឹងថាត្រូវធ្វើអីអត់ដឹងថាអាចសម្រេចក្តីសម័យខ្លួនឯងបានអត់អីចឹងទៅព្រោះក្នុងរូបរាងកាយបែបនេះអាចសម្រេចក្តីសម័យខ្លួនឯងបានច្រើនមែនតើចង់ធ្វើអីយើងសម្រេចបានច្រើនហើយអញ្ចឹងខ្ញុំគាត់ថាខ្ញុំពិតជាពេញចិត្តនៅក្នុងរូបរាងកាយបែបនេះហើយអត់ស្ដាយខ្លោចដាច់ខាតចាយវិញគឺស្រឡាញ់អ្វីដែលជាខ្លួនឯងឥឡូវហ្នឹងគឺពេញចិត្តខ្លាំងហ្មងព្រោះអីបំណងប្រាថ្នាតាំងពីតូចដល់ធំគឺការខ្លួនជាមនុស្សស្រីមានអវយវៈដូចជាមនុស្សស្រីហ្នឹងហ្មងអញ្ចឹងនេះជាមោទនភាពពិតប្រាកដសម្រាប់ពួកយើងអញ្ចឹងខ្ញុំគាត់ថាពីអ្នកខ្ញុំក៏ដូចគ្នាគឺពេញចិត្តខ្លួនឯងគឺរូបរាងបែបនេះអត់ចង់វិញត្រឡប់ទៅពីមុនគឺងងមកអូខេឥឡូវចូលដល់សំណួរទី5សំណួរទី5ហ្នឹងចាយទៅពីដឹងមកថាឥឡូវហ្នឹងមិនមកចំនួនយកគេលេងសើតែបងទៅពីយើងអីនិយាយទៅកាន់ពុកបើសម្រាប់ខ្ញុំរឿងអ្នកដែលមាននៅតែមានបុគ្គលគាត់យកភេទគេមកលេងសើចខ្ញុំគិតថា
វានៅតែមានណាបើសិនជាយើងនិយាយថាឥឡូវនេះសង្គមគឺគេចាប់ផ្ដើមទទួលស្គាល់ច្រើនឯងមកថាគ្រប់ស្ថាប័នអីផ្សេងៗគឺមានអ្នកដែលគាត់ស្រឡាញ់ភេទដូចគ្នាឬក៏អ្នកដែលនៅក្នុងសង្គម LGBTQ ហ្នឹងគឺគាត់ជ្រាបចូលគ្រប់ស្ថាប័នហ្មងប៉ុន្តែបុគ្គលដែលមួយចំនួនទូចហ្នឹងនៅតែមានហ្នឹងដោយសារតែខ្ញុំគិតថាពួកគាត់អត់សូវមានការយល់ដឹងបានខ្ពស់ច្រើនទេភាគច្រើនពួកគាត់តែងតែគិតថាការវាយតម្លៃឬក៏ការរើសអើងអ្នកដទៃវាជារឿងធម្មតាអញ្ចឹងហើយមួយទៀតខ្ញុំចង់ផ្ញើសារទៅកាន់បងប្អូនជំនាន់ក្រោយក៏ដូចជាអ្នកដែលគាត់នៅក្នុងក្រុម LGBTQ ផ្ទាល់ព្យាយាមធ្វើខ្លួនឯងឲ្យមានតម្លៃខ្ញុំគាត់ថាបើសិនជាយើងល្អហើយប៉ុន្តែខ្ញុំគាត់ថានៅតែមានអ្នកដែលគាត់រើសអើងអញ្ចឹងលើឲ្យគាត់និយាយវិញ ចង់និយាយថាស្អែកខាងស្អែក2027ហើយប៉ុន្តែនៅតែមានបុគ្គលប្រុសពិតមួយចំនួននៅតែរើសអើងភេទពួកខ្ញុំកន្តែងអីតាក់ទងពីភេទចឹងដើម្បីថាគេជេរទៅផ្ទុះ view មែនណា មែនយើងអ្នកធ្វើវីដេអូដូចគ្នាយើងដឹងហើយមានបង content creator ច្រើនណាស់ដែលគាត់ធ្វើ content បែបសាបរធម៌ធ្វើ content បែប complain ឬក៏បែប Q&A អញ្ចឹងខ្ញុំគាត់ថាវាល្អជាងតែបើខ្ញុំយក Q&A ហ្នឹងហើយយកអាភេទគេនេះយកមកជន់ឈ្លីយកមកមើលនេះអាហ្នឹងកើតទេនិយាយមែនមើលមកគេអាន ឥឡូវនឹងខ្វះអី content ណោះមកកណោអត់តាខអានេះតិចគឺ content ចេញមកហើយគេចូលចិត្តស្រឡាញ់ហើយល្បីបានយូរប៉ុន្តែបើថាបើ content ចេញមកបែបអញ្ចឹងគឺផ្ទុះតែ view ឲ្យគេជេរហើយម៉ានក្រោយហ្នឹងគឺសាបលាបាយហើយល្បីដោយសារគេជេរហ្នឹងកុំយកអី ជាចុងក្រោយមានអីទេសនុំពរអ្នកដែលគាត់ធ្វើ content មកក្រោយទៀតខ្ញុំសនុំពរហ្មងគឺអំបាច់យកភេទអ្នកដទៃយកមកជន់ឈ្លីឬក៏យកមកសើចចំអកអីទេនិយាយមែនបើសម្រាប់ពីពួកខ្ញុំទៅក៏អត់សប្បាយចិត្តដែរពេលដែលឃើញ content បែបហ្នឹង ចង់ផ្ដាំទៅបងប្អូនភេទទី3ឬក៏គ្រួសារឥន្ទរូរបស់យើងនៅកម្ពុជានេះរបៀបថាចាចង់ឲ្យគេផ្ដោតតម្លៃធ្វើតែយើងរៀនព្រោះនៅផ្ដោតតម្លៃឲ្យខ្លួនឯងជាមុនសិនកុំធ្វើចេញមកបែបគេមើលងាយអញ្ចឹងណាអាហ្នឹងក៏បាក់ទទួលយកដែរហ្នឹងហើយចង់ផ្ដាំចឹងឲ្យមួយទៀតរៀនរស់នៅជាខ្លួនឯងគឺល្អបំផុត ដូចអស់សំណួរហី ដូចនៅមានមួយទៀត តែមានមួយទៀតហ៎អីគេមិញ tên mấy thì khăn khăn chắc bông thằng tí lúc xoay mòn trong nên ăn bạc hay chai ấy ạ មួយបើអាកំបាំងវិញខ្ញុំគឺខ្ញុំញ៉ាំវីតាមីន hormone Lua Plus និយាយទៅអានេះណាសម្រាប់ភេទទី3ដូចជាពួកខ្ញុំអ្នកដែលគាត់ការភេទហើយញ៉ាំទៅគឺ balance hormone ល្អយើងគេលក់ស្រួលជួយឲ្យដៃជើងយើងស្លូនជួយស្បែកជួយសក់ជួយខ្យល់អូនមើលតែបងលីប៉ាដឹងខ្ញុំនិយាយមែនបើសម្រាប់គាត់កុំងាយប្រើងាយអីផលិតផលអីប្រេះប្រដាំតែនិយាយមែនណាសម្រាប់វីតាមីន hormone គឺជួយទឹកចិត្តមែនតើមកសក់កញ្ចក់ដល់ឡងមកល្អជាពិសេសគេលក់ស្រួលហើយភេទទី3កាន់តែញ៉ាំកាន់តែដូចស្រីបើបងស្រីវិញរដូវមកទៀងស្បែកសក់កញ្ចក់ឲ្យយើងរដូវទៀងហើយគេលក់ស្រួលបាត់ stress ទៀតងើបមកអារម្មណ៍យើងអារម្មណ៍ល្អហើយរាងយើងស្អាតហើយញ៉ាំអីក៏ងាយថតងាយឡើងគីឡូដែរអានេះគឺស្តង់ដារអាមេរិកហ្មងគ្រាន់តែក្រុមហ៊ុនគេផលិតជាមួយនឹងក្រុមហ៊ុនសិង្ហបុរីនិងម៉ាឡេស៊ីនិយាយទៅល្អខ្លាំងមែនតើស៊ីជាឯងសម្រាប់បទពិសោធន៍ផលទៅឃើញផលខ្លាំងអត់មិនដែរ ព្រោះលោកអែខ្លះឲ្យមានអារម្មណ៍ថាដៃជើងស្លូនជាងមុនហើយញ៉ាំអីអត់ងាយឡើងគីឡូហើយជាពិសេសតក់អ្នកជួបខ្ញុំនៅខាងក្រៅគឺដងហ្មងសក់ក្រាស់ហ្មង ក្រាស់ខ្មុកហ្មងនិយាយមែនហើយសំខាន់និយាយនៅខាងក្រៅគឺស្អាតមែនតើហ្មងញ៉ាំអានេះអ្នកនរគ្នាមិនបាច់ចាំអ៊ីឌីតច្រើនទេញ៉ាំទៅគឺ the best មែនតើហ្មង recommend ឲ្យញ៉ាំណាហើយអ្នកនរគ្នាបើសិនជាចង់ឃើញវីដេអូពីអ្នកខ្ញុំបន្តទៀតអាច comment នៅខាងក្រោមបានសួរអីចង់ឲ្យធ្វើអីអាច comment នៅក្នុងវីដេអូនឹងបានណាបាយបាយ សម្រាប់ការកំងវីតាមីនអរម៉ូនយើងអាចកំងតាមពី page នេះឬក៏តាមតំណចែកចាយ